ជំរាបសួរអ្នកទាំងអស់គ្នាដែលបានចូលមកទស្សនានៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះដែរខ្ញុំមានរឿងមួយយកមកសម្រាប់ជូនអ្នកទាំងអស់គ្នាដែលរឿងនេះនិយាយអំពីការតស៊ូរបស់កូនសត្វដៃណូស័រកំសត់ម្នាក់ដែលគេកើតមកមានរូបរាងតូចជាងគេហើយជាដៃណូស័រដែលមានភាពភ័យខ្លាចដូច្នេះបើចង់ដឹងថាសាច់រឿងជីវិតរបស់កូនដៃណូស័រនេះនឹងទៅជាយ៉ាងណានោះក៏អញ្ជើញមកស្ដាប់ខ្ញុំសម្រាប់រឿងទាំងអស់គ្នាតែមុននឹងចូលដល់សាច់រឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទាន់ចិត្តតាមសាច់រឿងមកយើងឃើញថាមានសត្វដៃណូស័រ2នាក់ប្តីប្រពន្ធកំពុងតែភ្ជួរដីដើម្បីដាំដំណាំរបស់ពួកគេបន្ទាប់ពីដាំដំណាំរួចពួកគេក៏បានមកមើលស៊ុតរបស់ពួកគេចំនួន3គ្រាប់ដែលនឹងត្រូវញាស់ក្នុងថ្ងៃនេះហើយស៊ុតទី1ក៏បានញាស់ពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខ្លាចជាឪពុកម្ដាយរបស់គេហើយបានដាក់ឈ្មោះថា Libby បន្ទាប់មកស៊ុតទី2ក៏បានញាស់តែបងទី2នេះរៀងលពឹសជាងគេទាំងអស់គ្រាន់តែញាស់ភ្លាមមកគឺថាយកដបងដេញវាយឪតែម្ដងហើយប៉ាគេនឹងបានដាក់ឈ្មោះថា Buck ពេលនេះដល់វេនសុទ្ធចុងក្រោយគេហើយដែលត្រូវញាស់តែមិនទាន់នឹងបានញាស់ផងបងទី2យើងនឹងគាត់ក៏បានទៅវាយសុទ្ធនឹងបដ ாய் តែក៏ត្រូវបានប៉ារបស់គេនឹងចាប់ចេញបន្ទាប់មកសុទ្ធនេះក៏បានញាស់បានសម្រេចតែប្លែកជាងគេព្រោះថាសុទ្ធនេះធំជាងគេតែពេលកូនដៃណូស័រចេញមកបែរជាតូចជាងគេទាំងអស់ទៅវិញគឺតូចជាងបងរបស់គេ2ដងឯណោះហើយប៉ារបស់គេបានដាក់ឈ្មោះឲ្យថា Aloជាច្រើនឆ្នាំក្រោយមកពួកគេបានធំពេញវ័យបានជួយធ្វើដំណាំពោតរបស់ម៉ាក់ប៉ារបស់ពួកគេទាំង3តែលើកលែងតែ Alo គេរៀងយ៉ាប់បន្តិចក៏ព្រោះតែគេមានភាពភ័យខ្លាចច្រើនគ្រាន់តែដាក់ចំណីឲ្យមាន់ហ្នឹងក៏គេធ្វើមិនបានដែរព្រោះតែត្រូវមាន់ដេញច្រាស់មកវិញនឹងឯងពេលនេះប៉ានិងម៉ាក់របស់គេបានដាក់ស្នាមដៃទៅនឹងថ្មដែលជាកន្លែងប្រមូលផលរបស់ពួកគេហើយធ្វើឲ្យកូនទាំងអស់គ្នាចង់ដាក់ដែរតែប៉ារបស់គេបានបញ្យល់ទៅពួកគេវិញថាស្នាមដៃទាំងអស់នេះតើតែធ្វើការបានល្អទទួលបានជោគជ័យទើបអាចដាក់បានពេលដែលពួកគេឮហើយពួកគេខិតខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីទទួលបាននូវស្នាមមេដាយហើយនៅទីបំផុត Buck និង Libby គេក៏ទទួលបានស្នាមមេដាយនៅតែ Alo ទេដែលគេខំប្រឹងច្រើនណាស់ដែរតែមើលទៅគេដូចជាមិនអាចជំនះនៅភាពភ័យខ្លាចរបស់គេបានដែរគឺគេត្រូវមាន់ដេញច្រាស់ដដែលនឹងឯងរហូតដល់ថ្ងៃមួយប៉ារបស់គេក៏បានឲ្យគេនឹងយាមនៅកន្លែងដែលគេទុកប្រមូលផលដោយបង្រៀនឲ្យគេដឹងពីវិធីនៅពេលដែលសត្វចូលទៅក្នុងអន្ទាក់នេះហើយយកដំបងវាយឲ្យងាប់ទៅនោះនឹងអាចដាក់ស្នាមមេដាយបានហើយគេពិតជាខិតខំព្យាយាមខ្លាំងណាស់គេដល់ដូចជាហ៊ានចឹងដើម្បីយាមកាមហើយនៅទីបំផុតក៏មានសត្វបានចូលក្នុងអន្ទាក់របស់គេបំរុងនឹងយកដំបងវាយទៅហើយហ្នឹងតែមើលទៅទឹកមុខរបស់គេហ្នឹងគឺគួរឲ្យអាណិតពេកគេក៏បានដោះលែងឲ្យរត់ទៅតែចាំបន្តិចអ្នកទាំងអស់គ្នាសត្វនេះមើលទៅដូចជាមនុស្សអញ្ចឹងគ្រាន់តែវាមិនចេះនិយាយតែវាចេះហិតក្លិនហើយ Alo គេហៅថា Critter ដែលបកជាភាសាខ្មែរទៅវាជាសត្វខ្លាឃ្មុំអញ្ចឹងដើម្បីឲ្យស្រួលហៅទៅជាមួយនឹងរូបរាង admin សុំហៅថាមនុស្សព្រៃទៅចុះហើយបន្ទាប់ពីគេបានប្រឡែងមនុស្សព្រៃនោះទៅប៉ារបស់គេពិតជាខឹងខ្លាំងមែនទែនដែលគេមិនព្រមវាយបែបនេះប៉ារបស់គេក៏បាននាំគេចេញទៅតាមរកវាទាំងអាកាសធាតុមិនល្អរហូតដល់ទឹកចំនួនបានហូរមកដែលត្រូវឲ្យពួកគេប្រញាប់បកទៅផ្ទះវិញតែគួរឲ្យស្ដាយពួកគេទៅមិនទាន់នោះទេដោយសារតែទឹកចំនួនវាហូរមកជិតដល់ប៉ារបស់គេក៏បានបោះ Alo ឡើងទៅលើថ្មពោះហើយគាត់ហ្នឹងក៏ត្រូវបានទឹកចំនួនហូរយកគាត់ស្លាប់បាត់ទៅបន្ទាប់ពីប៉ារបស់ពួកគេស្លាប់បាត់ទៅពួកគេពិបាកធ្វើដំណាំណាស់ក៏ព្រោះតែមិនមានប៉ារបស់គេនឹងជួយហើយម៉ាក់របស់គេនឹងបានប្រាប់ Alo ថាបើសិនជាពួកយើងមិនអាចប្រមូលផលបានមុនពេលធ្លាក់ព្រិលទេពួកយើងនឹងមិនមានអាហារហូបចុកឡើយ Alo គេឮដូច្នេះគេក៏មិនឲ្យម៉ាក់គេអស់សង្ឃឹមដែរគេក៏ព្យាយាមប្រមូលផលឲ្យបានមុនពេលរដូវធ្លាក់ទឹកកកមកដល់ហើយពេលគេបានយកពោតទៅដាក់ក្នុងស្តុកនោះស្រាប់តែវាខ្ទាតមកវិញហើយមកវិញទាំងសម្បកទៀតផងគេក៏បានទៅមើលក៏ឃើញថាមនុស្សព្រៃនោះកំពុងតែស៊ីពោតរបស់គេដែលគេខំយកមកដាក់នោះយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងហើយម្ដងនេះគេអត់ទ្រាំមិនបានទេព្រោះតែគេគិតថាប៉ារបស់គេស្លាប់គឺដោយសារតែអាសត្វទាំងដៃយកហ្នឹងហើយគេក៏បានដេញសម្លាប់មនុស្សព្រៃនោះតែគេដេញមិនប្រយ័ត្នហ្នឹងក៏ជ្រុលខ្លួនធ្លាក់ចុះទៅក្នុងទឹកហើយគេក៏បានលង់ទឹកដោយសារតែមិនចេះហែលទឹកហើយថែមទាំងទឹកនោះវាហូរខ្លាំងទៀតផងដែលធ្វើឲ្យគេអណ្ដែតទៅតាមទឹកបាត់ទៅរហូតដល់ព្រលឹមឡើងគេដឹងខ្លួនទើបគេអស់កម្លាំងខ្លាំងមែនទែនដោយសារតែគេត្រូវរបួសពេញខ្លួនអស់ទៅហើយសូម្បីតែដើរហ្នឹងក៏គេដើរមិនចង់រួចដែរមួយសន្ទុះក្រោយមកគេបានឃើញអាកូនមនុស្សព្រៃនោះគេខឹងខ្លាំងមែនទែនគេក៏ព្យាយាមឡើងលើតួយ៉ាងវេទនាតែក៏ត្រូវមនុស្សព្រៃនោះឈូសដីដាក់ពេញមាត់តែម្ដងដែលធ្វើឲ្យគេហ្នឹងខឹងខ្លាំងហើយក៏បានឡើងលើតួបានសម្រេចពេលនេះគេបានឡើងទៅឈរទៅលើភ្នំហើយងាករកផ្ទះតែគេមិនអាចឃើញនោះទេព្រោះតែពេលនេះគេបង្វេងផ្លូវអស់ហើយ
បន្ទាប់មកគេដើរក៏បានឃើញផ្លែបេរីហើយគេលើកទៅគឺពិតជាឆ្ងាញ់ខ្លាំងណាស់គេក៏បានដើរទៅមុខទៀតហើយក៏បានជួបប្រទះជាមួយនឹងដើមបេរីដែលនៅសល់មួយចង្កោមអញ្ចឹងណាហើយល្មមឲ្យគេហូបបានតែគេព្យាយាមយកយ៉ាងម៉េចក៏យកមិនដល់ដែរព្រោះតែគេនឹងតូចជាងដើមឈើហើយគេក៏ល្អិលជើងស្លាប់លើថ្មប្រមៀលចុះមកក្រោមរហូតដល់ថ្មនោះកិនជើងរបស់គេដែលគេនឹងងើបដៃរួចហើយនៅពេលនេះបើទោះបីជាគេខំរើយ៉ាងណាក៏មិនអាចរើរួចដែររហូតដល់គេដេកសន្លប់បាត់ទៅព្រឹកឡើងគេឃើញថាជើងរបស់គេអាចរើរួចចេញពីថ្មហើយគេក៏បានឃើញស្នាមជើងរបស់កូនមនុស្សព្រៃដែលធ្វើឲ្យគេបានដឹងថាកូនមនុស្សព្រៃនោះបានជួយគេនៅពេលដែលគេសន្លប់ដេកលក់យប់មិញបន្ទាប់មកគេក៏បានដើរទៅមុខទៀតរហូតដល់មេឃភ្លៀងគេបានយកមែកឈើតម្រៀបដើម្បីជ្រកសត្វតែមានកណ្ដុរព្រៃបានចេញមកមើលគេឃើញថាគេរៀបអត់បានដេកទេដួលរហូតគេក៏បានទៅយកមកឲ្យច្រើនដើម្បីតម្រៀបពេលនេះគេបានជោគជ័យហើយគេបានលាអណ្ដាតដាក់កណ្ដុរប៉ុន្តែស្រាប់តែទឹកហ្នឹងក៏បានធ្លាក់មកលើមុខគេដែលធ្វើឲ្យគេហ្នឹងខ្វះកណ្ដុរនឹងឯងហើយកណ្ដុរហ្នឹងក៏វាបានហៅគ្នារបស់វាហ្នឹងឲ្យមកជួយសើចគ្នាទៀតមួយសន្ទុះក្រោយមកហ្នឹងស្រាប់តែមានអ្វីមួយហ្នឹងបានវាមករកគេដែលធ្វើឲ្យគេហ្នឹងមានភាពភ័យខ្លាចខ្លាំងមែនតើនៅពេលដែលចេញមកហ្នឹងគឺជាមនុស្សព្រៃហើយវាបានយកសត្វបង្គួយមកឲ្យអាឡូតែអាឡូគេមិនហ៊ានហូបទេហើយសត្វនោះគេបានរត់ចូលទៅក្នុងព្រៃវិញបាត់ទៅបន្តិចក្រោយមកគេក៏បានយកសត្វអ្វីមួយទេមិនដឹងខ្ញុំសូមហៅវាថាកទេសឡង់ទៅចោះមកឲ្យគេតែគេនៅតែមិនហូបរហូតដល់គេបានយកផ្លែបេរីមកឲ្យអាឡូគេក៏បាននិយាយថាយើងទៅតែសងសឹកឯងតែពេលនេះយើងសុំហូបសិនហើយវើយបន្ទាប់មកគេក៏បានដើរទៅតាមមនុស្សព្រៃនោះដើម្បីទៅរកផ្លែបេរីមកហូបថែមទៀតហើយពេលដែលគេទៅដល់ស្រាប់តែកូនមនុស្សព្រៃនោះវាបានស្រែកដាក់អាឡូហាក់ដូចជាវានឹងចង់ហាមឃាត់អ្វីមួយតែអាឡូគេមិនគិតច្រើនទេគេក៏បានខំផ្លែបេរីបំរុងនឹងហូបទៅហើយក៏មានសត្វពស់វែកមួយក្បាលធ្លាក់មកចំមាត់របស់គេហើយធ្វើឲ្យគេស្រែកបះជើងធ្លាក់លើភ្នំតែម្ដងតែសំណាងល្អដែលគេមិនអីហើយត្រូវបានកូនមនុស្សព្រៃនោះវាខំសត្វពស់នោះរត់បាត់ទៅបន្ទាប់មកក៏មានសត្វមួយដែលចេញមកពីក្នុងព្រៃហើយនិយាយថាកូនសត្វនោះបានជួយឯងឲ្យរួចផុតពីសេចក្តីស្លាប់យើងចង់បានវាហើយគេក៏ប្រកួតគ្នាហៅឈ្មោះបើអ្នកណាហៅឈ្មោះគេបាននោះអ្នកនោះនឹងត្រូវយកគេពួកគេក៏បានហៅឈ្មោះជាច្រើនតែទីចុងក្រោយអាឡូក៏បានហៅឈ្មោះគេបានដែលគេហៅថា sport មនុស្សព្រៃនោះវាក៏រត់បករកដូច្នេះគេនឹងទៅនៅជាមួយអាឡូបាននឹងឯងហើយពីពេលនេះទៅគេនឹងមានឈ្មោះហើយគឺ sport ចឹង admin ហៅ sport ហើយពេលដើរទៅមុខទៀត sport គេបានផ្លុំសម្បុករបស់កំប្រុកហើយវាលោតមកមើលទៅគួរឲ្យសប្បាយខ្លាំងមែនទែនអាឡូគេឃើញចឹងគេក៏បានផ្លុំដែរទៅហើយគេផ្លុំឡើងលោតទាំងអស់តែម្ដងសត្វតែពួកសត្វកំប្រុកអស់នោះវារត់មកតោងអាឡូគេក៏ភ័យរត់ធ្លាក់ទៅក្នុងទឹកដោយសារតែគេមិនចេះហែលទឹកគេប៊ីសនឹងលង់ទឹកទៅហើយស្រាប់តែ sport គេហក់ចូលទៅក្នុងទឹកហើយហែលឲ្យអាឡូមើលអាឡូគេក៏ធ្វើតាមហើយគេក៏ចេះហែលទឹកត្រឹមនេះទៅបន្ទាប់មកពួកគេបានដើរទៅជួបផ្លែអីមិនដឹងទេដែលមានពណ៌ក្រហមហើយពួកគេនឹងបានហូបវាទៅធ្វើឲ្យពួកគេបែកញ៉ាំងតែម្ដងសម័យឃើញខ្លួនឯងចេះហោះចូលដល់ពេលយប់អាឡូគេនឹកគ្រួសាររបស់គេយ៉ាងខ្លាំងគេបានយកឈើទៅតម្រៀបប្រៀបដូចជាសមាជិកគ្រួសាររបស់គេអញ្ចឹងហើយគេបានដកឈើធំជាងគេចេញទៅដែលបញ្ជាក់ថាឈើមួយនេះវាជាប៉ារបស់គេទាំងឯងចំណែកឯ sport វិញតាមពិតគេក៏មានគ្រួសារដែរគេបានយកឈើ3មកតម្រៀបដូចគ្នាហើយបានដក2ចេញយកទៅកប់ដែលគេបញ្ជាក់ថាប៉ាម៉ាក់របស់គេបានស្លាប់ចោលអស់ហើយនៅសល់តែគេនឹងឯងហើយពួកគេក៏បានដេកយំទាំងកំសត់នៅនឹងទៅព្រឹកឡើងពួកគេដើរនឹងស្រាប់តែអាឡូគេហៅសត្វអន្ត្រីដែលកំពុងតែហោះនៅនឹងមុខពួកគេហ្នឹងណាហើយក៏បានសួរពួកគេថាបងមកឲ្យស្គាល់ផ្លូវទៅភ្នំ Cloud 2 អត់ដែលមានកម្ពស់3ពួកអន្ត្រីនោះវាក៏តបទៅវិញដោយមុខញញឹមថាវាស្គាល់ចាំខ្ញុំនាំទៅតែសូមឲ្យអាឡូឯងជួយវាយដើមឈើឲ្យយើងសិនអាឡូក៏មិនបានគិតច្រើនដែរគេក៏បានវាយទៅហើយឃើញមានសត្វកំប្រុកមួយក្បាលហើយតាមពិតទៅវាបោកអាឡូយើងប្រើសោះវាក៏បានស៊ីសត្វនោះទៅហើយពួកវាក៏បានដណ្ដើមគ្នាស៊ីអាឡូគេឃើញអញ្ចឹងគេក៏ប្រញាប់រត់តែចៃដន្យអីទៅបានអន្ត្រីនោះវាស្ទាក់មុខហើយសួរវាថាឯងមានសត្វមកជាមួយនឹងមែនទេអាសម្លាញ់អាឡូគេក៏ហក់ថាវាកំពុងតែពួននៅទីនោះគ្នារបស់វានឹងទៅរកតាមតែលើកលែងតែអាអន្ត្រីនឹងទេវាឆ្លាតវាមិនទៅហើយវាក៏បានងាកមករកខាងក្រោយឃើញ sport វាក៏ដេញខាំ C sport ពួកគេក៏ខំប្រឹងរត់អស់ពីសមត្ថភាពហើយក៏បានឃើញ dinosaur 2ក្បាលអាឡូគេក៏បានស្រែកឲ្យ dinosaur នោះជួយហើយពីរអ្នក dinosaur នោះក៏បានជួយអាឡូរបស់យើងហើយបានសួរថាតើឯងមកពីណាក្មេងតូចអាឡូគេក៏បានប្រាប់ថាគេបង្វេងផ្លូវទៅផ្ទះរហូតបានជួបពួកអាសត្វអន្ត្រីនឹងវាក៏បានដេញចង់ខាំ sport ហើយខ្ញុំក៏រត់មកជួបអ្នកទាំងពីរឲ្យជួយពេលដែលពួកគេឮហើយពួកគេក៏បានណែនាំខ្លួនថានាងគឺជារ៉ាំស៊ី
hai ní chỉ ổnរបស់ខ្ញុំបាបលបន្តិចក្រោយមកសាប់តែប៉ារបស់ពួកគេហ្នឹងបង្ហាញខ្លួនហើយមើលទៅរូបរាងពិតជាកាចមែនតើដែលគាត់ហ្នឹងមិនចង់ជួយអាឡូទេតែដោយសារតែអាឡូគេឆ្លាតហើយគេហ្នឹងមាន sport ចេះហិតក្លិនគេក៏ឲ្យ sport ហិតក្លិនដើម្បីតាមរលវងគោដែលគេបានបាត់ហើយបើសិនជាពួកគេរកបាននោះពួកគេនឹងត្រូវបានការជួយដោយអាឡូយើងហ្នឹងចង់រកផ្លូវទៅផ្ទះហើយប៉ារបស់គេហ្នឹងក៏យល់ព្រមពួកគេដើរតាម sport រហូតដល់ទីតាំងវងគោរបស់ពួកគេពេលនេះអាឡូគេមានការងារត្រូវធ្វើហើយដោយលោកប៉ារបស់ Ramsey ឲ្យគេរត់ទៅលើថ្មហើយស្រែកឲ្យលឺនៅពេលដែលអាឡូគេបានទៅដល់ហើយគេក៏ចាប់ផ្ដើមស្រែកតែគេភ័យហើយស្រែកមិនលឺទេស្រាប់តែ Sport ហ្នឹងក៏បានខំជើងរបស់គេហើយគេក៏បានស្រែកបានលឺទៅហើយបន្ទាប់មកក៏មានអាសត្វ3ក្បាលនេះមកតែអត់មានស្គាល់ទេដឹងថាស្អីទេពួកវាបំរុងនឹងហក់ស៊ីអាឡោះទៅហើយតែត្រូវបានសត្វអេសើគេមកតន់ហើយខាំពួកវាបានមុនដោយសារតែនេះគឺជាគម្រោងរបស់ពួកគេហើយវងគោក៏បានផ្អើលរត់ពួកគេក៏បានបែកគ្នារហូតដល់ប៉ារបស់អេសើនោះបានដួលហើយពេលនេះអាឡូគេអត់ទ្រាំលែងបានហើយគេក៏យកកន្ទុយរបស់គេវត្តអាសត្វនោះទៀតទៅធ្វើឲ្យពីក្បាលហ្នឹងខឹងខ្លាំងមែនតើដែលបាក់ថ្មិញសម្រាប់ចិត្តរបស់វាតែក៏ទៅបានអេសើនោះខំកវត្តវាចោល200គីឡូបាត់ហើយទៅបន្ទាប់មកពួកគេក៏បានសម្រាកជាមួយគ្នាអស់មួយយប់ហើយព្រឹកស្អែកទៅពួកគេបន្តដំណើរទៅមុខទៀតពេលនេះអាឡូគេបានជួយឃ្វាលគោឲ្យចូលជួរហើយគេក៏បានកលិចទៅឃើញភ្នំ Cloud Tooth ដែលមានកម្ពស់3ដែលជាផ្ទះរបស់គេក៏បានអរគុណទៅអ្នកទាំង3ហើយបានចែកផ្លូវគ្នាត្រឹមនេះហើយគេក៏បានរត់ទៅតាមផ្លូវភ្នំនោះទៅពេលនេះអាឡូគេពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគេចិត្តបានទៅដល់ផ្ទះហើយវានៅមិនឆ្ងាយពីគេទៀតនោះទេហើយគេក៏បានបន្តដំណើរតទៅមុខទៀតប៉ុន្តែស្រាប់តែបានឃើញពលរដ្ឋឥន្ទ្រីដដែលហ្នឹងវាបានមកសងសឹកអាឡូយើងព្រោះតែពួកវាដឹងទីតាំងរបស់អាឡូដោយសារតែអាឡូគេបានធ្លាប់ប្រាប់ពួកគេពីភ្នំកម្ពស់3ដែលជាផ្ទះរបស់គេពេលនេះពួកវាបានឆក់ sport បានសម្រេចហើយអាឡូក៏ត្រូវពួកវាធ្លាក់លើភ្នំជាប់ជាមួយនឹងវល្លិឈើគេក៏បានឃើញប៉ារបស់គេដើរមកជួយគេហើយគេពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានឃើញប៉ារបស់គេនៅមានជីវិតតែគេខំនិយាយជាមួយនឹងប៉ារបស់គេយ៉ាងណាក៏ដោយក៏ប៉ារបស់គេមិននិយាយជាមួយនឹងគេដែរហើយគេក៏ចាប់អារម្មណ៍ថាគេដើរមានសំណាមជើងតែប៉ារបស់គេដើរអត់មានសំណាមជើងទេហើយគេក៏ដឹងថាតាមពិតទៅប៉ារបស់គេបានស្លាប់បាត់ទៅហើយគេក៏បានភ្ញាក់ពីយល់សប្តិហើយខំប្រឹងរើខ្លួនពីវត្តនោះហើយប្រញាប់ទៅជួយ Sport ពេលនេះ Sport ប៊ីនឹងត្រូវបានអាសន្នត្រីនោះស៊ីទៅហើយប៉ុន្តែត្រូវអាឡូគេមកតន់ហើយហក់ទៅបុកពួកវាខ្ទាតចូលទៅក្នុងទឹកគឺថាអាឡូម្ដងនេះគេលេងកំសាន្តដូចមុនហើយតែដោយសារតែកូនចៅរបស់ពួកវាច្រើនវាក៏បានបញ្ជាឲ្យកូនចៅរបស់វានឹងចាប់អាឡូចេញហើយបំរុងនឹង Sport ប៉ុន្តែដោយសារតែ Sport គេមិនបោះបង់ចោលគេក៏បានយកកន្ទុយវត្តដើមឈើរហូតដល់ដើមឈើធ្លាក់កាន់តែពីរនាក់ហ្នឹងធ្លាក់ទៅក្នុងទឹកបាត់ទៅបន្ទាប់មកគេក៏បានសាច់មួយទំហឹងធ្វើឲ្យអន្ត្រីរូបភ្នាក់ហើយ Sport ក៏បានទៅហក់ខំស្លាបរបស់វាធ្វើឲ្យធ្លុះដែលពេលនេះវាហើរទៅមុខលែនត្រង់ផ្លូវហើយអាឡូគេក៏បានខំឈើគប់ទៅលើអន្ត្រីនោះធ្លាក់ចូលទៅក្នុងទឹកពេលនេះទឹកចំនួនបានមកដល់អាឡូគេក៏បានលះបង់ជីវិតហត់ជួយ Sport ហើយមើលទៅពេលនេះ Sport គេចិត្តអស់ដង្ហើមហើយអាឡូគេក៏ខំប្រឹងអស់ពីសមត្ថភាពដើម្បីទ្រ Sport ធ្លាក់លើទឹកជ្រោះហើយនៅទីបំផុតអាឡូគេក៏អាចយក Sport ឡើងមកលើគោកតែ Sport គេមិនបានដឹងខ្លួនទេអាឡូគេក៏បានផ្លុំដាក់ Sport ទៅ Sport ក៏បានដឹងខ្លួនដែលធ្វើឲ្យគេរួចផុតពីសេចក្តីស្លាប់ពេលនេះពួកគេបានដើរមកដល់ភ្នំ Cloud Tooth ដែលមានកម្ពស់3ហើយស្រាប់តែមានមនុស្សព្រៃស្រែកលូដោយអាឡូនិង Sport លូអញ្ចឹង Sport ក៏បានឃើញថាពួកគេមានរូបរាងដូចជាងគេអញ្ចឹងហើយតាមពិតទៅនេះគឺជាឪពុកនិងម្ដាយរបស់គេនឹងឯងហើយគេក៏បានទៅហិតក្លិនទៅក៏ដឹងថានេះគឺជាគ្រួសាររបស់គេហើយពួកគេបានមានកូនថែមទៀតផងដែលពេលនេះ Sport គេមានប្អូនហើយឥឡូវនេះដល់ពេលដែល Sport ជាមួយនឹងអាឡូគេត្រូវចែកផ្លូវគ្នាហើយ Sport គេបានរត់មករកអាឡូដែលគេចង់នៅជាមួយអាឡូទៀតតែអាឡូក៏បានរុញគេឲ្យនៅជាមួយនឹងគ្រួសាររបស់គេហើយគូជារង្វង់ដែលបានបញ្ជាក់ថាគេក៏មានគ្រួសាររបស់គេដែលត្រូវនៅជាមួយគ្នាដែរដែលប្រៀបបានដូចជាឈើដែលអាឡូបានគូឲ្យ Sport មើលអញ្ចឹងហើយពួកគេក៏បានយំអោបគ្នាលាគ្នាត្រឹមនេះរឿងហ្នឹងត្រង់ចំណុចនេះគឺថា admin ហៅទៅភ្នែកមកតាមហើយនៅទីបំផុតអាឡូគេក៏បានមកផ្ទះរបស់គេវិញម៉ាក់របស់គេកំពុងតែធ្វើដំណាំហើយក៏បានឃើញអាឡូក៏បានស្រែករកអាឡូហើយពួកគេក៏បានរត់ទៅអោបគ្នាព្រមទាំង Libby និងបាក់ផងដែរបន្ទាប់មកអាឡូគេក៏បានដាក់សញ្ញាដៃរបស់គេនៅលើថ្មនោះបានសម្រេចហើយរឿងនេះក៏បានចប់ត្រឹមនេះទៅអរគុណដល់ទាំងអស់គ្នាដែលបានស្ដាប់តាមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយណាបាយបាយ